ប្រសិនបើស្ដេចតោមួយក្បាលនេះឃ្លានពេកហើយទៅប្រមាញ់ក្របីតែម្នាក់ឯងច្បាស់ណាស់វានឹងជួបគ្រោះថ្នាក់ដល់អាយុជីវិតផងដែរស្ដេចតោមួយក្បាលហេតុតែឃ្លានពេកគឺមិនមានគ្នាឬក៏វងទៅចាប់ក្របីនោះទេវាបានព្យាយាមទៅចាប់ក្របីតែម្នាក់ឯងក៏ប៉ុន្តែអ្វីដែលជាលទ្ធផលគឺវាត្រូវបានធ្លីពោះវៀនដោយសារតែស្នែងក្របីដ៏មុតស្រួចការប្រមាញ់សត្វធំធំមិនមែនជាភាពងាយស្រួលនោះទេប្រសិនបើវាមិនមានគ្នាមិនមានបកមិនមានពួកធ្វើការជាក្រុមទេវាគឺពិបាកយកឈ្នះកម្លាំងរបស់សត្វក្របីខ្លាំងមែនទែនជាទូទៅសត្វក្របីតែងតែត្រូវបានវាប្រហារដោយក្រុមដោយវងប៉ុន្តែក្របីមួយក្បាលនេះពិតជាក្លាហានខ្លាំងមែនទែនធ្វើឲ្យស្ដេចតោមួយក្បាលជាប់ជាមួយនឹងស្នែងរបស់វាដ៏មុតស្រួចគឺវាព្យាយាមវាត់ទៅកាន់ស្ដេចតោវិញធ្វើឲ្យតោឈឺចុកចាប់ខ្លាំងបំផុតមិនអាចនិយាយបានទោះបីជាតោកម្លាំងខ្លាំងយ៉ាងណាក៏ដោយក៏ប៉ុន្តែស្នែងចូលពោះតែប៉ុណ្្នឹងហើយគឺចប់សពគ្រប់ហើយជីវិតគឺស្មើសូន្យហើយតោមួយក្បាលត្រូវបានរងរបួសជាខ្លាំងហើយមិនមាននរណាមកជួយសង្គ្រោះវានោះទេដោយសារតែវាទទួលការជល់ពីសត្វក្របីនៅពេលដែលវាប្រមាញ់ការតស៊ូរស់រានមានជីវិតរបស់សត្វក្របីគឺជាភាពអង់អាចក្លាហានមួយគឺពួកវាមិនអនុញ្ញាតឲ្យសត្វតោមកប្រមាញ់ក្រុមគ្រួសារវាដោយងាយៗនោះទេនៅពេលដែលវាឃើញសត្វតោកំពុងតែលាក់ខ្លួននៅក្នុងកំពូលព្រៃពួកវាព្យាយាមដើរទៅជិតនិងព្យាយាមដេញជល់សាច់តោនោះតែម្ដងសត្វក្របីឡើងកមួយក្បាលនេះគឺក្លាហានខ្លាំងមែនទែនវាព្យាយាមដេញប្រមាញ់ដេញជល់សាច់តោឲ្យឈឺជុកចាប់បន្ថែមទៀតនិងរត់ចេញឲ្យឆ្ងាយជាលទ្ធផលតោរបស់យើងគឺបាក់ជើងនិងធ្លាយពោះវៀនផងដែរពិតជាគួរឲ្យស្រណោះខ្លាំងមែនទែន